ចាសួស្តីបងប្អូននេះគឺជាដុំល្មៀតដែលខ្ញុំសូនជាមួយទឹកឃ្មុំមួយថ្ងៃខ្ញុំញ៉ាំមួយគ្រាប់ចាជំនួយសុខភាពជាដំបូងនេះគឺខ្ញុំឃើញល្មៀតល្អខ្ញុំក៏ទិញមកគឺល្មៀតដុំធំធំមើមអញ្ចឹងហើយខ្ញុំយកមកធ្វើការចិតសបកវាឲ្យស្អាតអស់ល្មៀតទៅល្មៀតខ្ញុំទាំងអស់ចំនួន5ផោនចាគឺ5ផោនគឺបានមកកញ្ច្រែងនឹងចាហើយខ្ញុំលាងទឹកវាស្អាតឲ្យច្រើនទឹកទៅដើម្បីឲ្យអស់ជាតិដីបន្ទាប់មកទៀតគឺខ្ញុំត្រូវយកល្មៀតហ្នឹងយកមកចំហុយចាខ្ញុំដាក់ចំហុយចំនួន30នាទីដើម្បីសម្លាប់មេរោគហើយឲ្យល្មៀតយើងកាត់ជាតិកំពុលដែរហើយពេលដែលគ្រប់30នាទីក្រោយមកខ្ញុំបើកទៅហើយខ្ញុំយកសមយកបញ្ចាក់ទៅគឺឆ្អិនហើយបងប្អូនចាធ្វើការច្បិននេះបន្ទាប់មកទៀតខ្ញុំហាត់ចំណិតហាន់វាទូចៗអញ្ចឹងណាចំណិតអញ្ចឹងទៅហើយធ្វើការយកទៅដាក់ហាលនឹងម៉ាស៊ីនចា150ចំនួន5ម៉ោងចា5ម៉ោងនោះគឺវាស្ងួតរើហ្មងចាអត់មានដាក់5ថ្ងៃទេដាក់ម៉ាស៊ីនអញ្ចឹងវាស្រួលវាជាការងាយហើយលឿនទៀតចាបន្ទាប់មកទៀតនេះគឺខ្ញុំច្បិនហើយពេលល្ងាចហ្នឹងព្រលឹមឡើងគឺខ្ញុំនឹងធ្វើការយកមកកិនជាមួយនឹងម៉ាស៊ីនដើម្បីឲ្យទៅคล้ายជាម្សៅល្មៀតចាហើយខ្ញុំកិនវាឲ្យម៉ត់នៅក្នុងម៉ាស៊ីនហ្នឹងហើយវាคล้ายទៅជាម្សៅល្មៀតហើយល្មៀតដែលយើងធ្វើយើងពិតប្រាកដថា100%គឺល្មៀតសុទ្ធហ្មងការទិញគេយើងអត់មានលុកចិត្តទេបងប្អូនហើយល្មៀតដែលសុទ្ធហ្នឹងគឺវាមានពណ៌ខ្មៅអញ្ចឹងមិនមែនពណ៌លឿងទេចាទិញគេវាពណ៌លឿងអញ្ចឹងយើងអត់មានលុកចិត្តទេជារៀងរាល់ព្រឹកទៅខ្ញុំដាក់ទឹកដោះគោកន្លះកែវអញ្ចឹងទៅហើយខ្ញុំដាក់ម្សៅសម្លៀតហ្នឹងមកចុងស្លាបព្រាអញ្ចឹងមកគឺខ្ញុំដាក់មកចុងស្លាបព្រាដើម្បីចាញ៉ាំតែប៉ុណ្្នឹងបានហើយកុំញ៉ាំច្រើនខ្លាចវាល្មៀតវាមានក្តៅដែរណាពេលយើងញ៉ាំច្រើនណាមួយថ្ងៃញ៉ាំតែប៉ុណ្្នឹងបានហើយចាជំនួយសុខភាពហើយកើតឈឺកាពះឈឺអីហ្នឹងហើយដេញជាតិពុលនឹងខ្លួនល្អញ៉ាំល្មៀតល្អបងប្អូនចាដើម្បីសុខភាពយើងញ៉ាំទៅហើយធ្វើដូចខ្ញុំអត់មានកពុលទេអត់មានធំក្លិនល្មៀតកពុលទេដោយសារល្មៀតហ្នឹងខ្ញុំបានចំហុយវាឡើងឆ្អិនហើយកាត់ជាកពុលអស់ហើយយើងយកហាសម្ងួតទៀតអញ្ចឹងវាអត់មានអីត្រូវកពុលខ្លាំងថាញ៉ាំពិបាកញ៉ាំទេស្រួលញ៉ាំណាស់លាយជាមួយទឹកដោះគោឆៅគឺឆ្ងាញ់ចាបន្ទាប់មកទៀតគឺបើខ្ជិលញ៉ាំក្របក៏បានដែរបើថាយើងអត់ចង់ញ៉ាំម្សៅទេគឺស្អាតល្មៀតហ្នឹងដែលយើងសូនជាមួយទឹកឃ្មុំចាយើងយកមកក្របមកយកមកតាពីចាតាពីទៅញ៉ាំជាមួយទឹកក៏បានជាមួយទឹកដោះគោក៏បានបើថាយើងអត់ចង់ដាក់ម្សៅល្មៀតណាចាហ្នឹងហើយវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងឯងខ្ញុំធ្វើក្របធ្វើម្សៅអាហ្នឹងទុកសម្រាប់ញ៉ាំខ្លួនឯងអញ្ចឹងណាចាសូមអរគុណបងប្អូនដែលបានទស្សនាជំរាបលាបាយ